ខ្ញុំtâmតបានមើលរឿងកុនភ្លើងឆេះក្លឹបក្រោមដីដែលជាសាច់រឿងផ្អែកលើព្រឹត្តិការណ៍ពិតដែលបានកើតឡើងនៅក្នុងខេត្តសៀមរាបកាលពីចុងឆ្នាំ2021នេះខ្ញុំចង់ប្រាប់អ្នកនរគ្នាថារឿងនេះគឺធ្វើខ្ញុំខ្លាចខ្លាំងមែនតើហ្មងទូខ្ញុំធ្លាប់មើលរឿងខ្មោចចេកជ្វាអ្នកនរគ្នាខ្ញុំនៅខ្លាចដល់លើសូម្បីតែខ្ញុំឃើញដើមចេកនៅចិត្តផ្ទះក៏ខ្ញុំខ្លាចដែរអញ្ចឹងរឿងនេះគឺជារឿងទី2ហើយដែលធ្វើខ្ញុំខ្លាចព្រឺតាំងពីចុងជើងដល់ចុងសក់និយាយទៅអត់មានខ្មោចលងទេអ្នកនរគ្នាប៉ុន្តែធ្វើខ្ញុំខ្លាចខ្លាំងមែនតើហ្មងអ្នកនរគ្នាសម្រាប់បងប្អូនដែលបានទៅទស្សនាកុនរឿងហ្នឹងហើយអាច comment មតិយោបល់ក៏ដូចជាអារម្មណ៍របស់អ្នកនរគ្នាចែកម្លែកនៅខាងក្រោមបានរឿងនេះខ្ញុំក៏សូមចូលរួមសោកស្ដាយចំពោះជនរងគ្រោះទាំងអស់ជាពិសេសបងដែលគាត់ជាតារាចម្រៀងបងសន្តិសុខទាំងពីរដែលគាត់បានបាត់បង់អាយុជីវិតនិងបងផ្សេងទៀតដែលគាត់រងរបួសហើយក៏សូមចូលរួមសោកស្ដាយចំពោះលោកអាចារ្យដែលគាត់បានចូលរួមជួយនៅក្នុងកម្មវិធីមួយនឹងហើយបច្ចុប្បន្នលោកក៏បានទទួលមរណភាពទៅហើយដែរខ្ញុំចង់សូមនិយាយតាក់ទងជាមួយនឹងសាច់រឿងដែលគេថតក្នុងកុនតែម្ដងអញ្ចឹងសម្រាប់ខ្ញុំក្នុងនាមខ្ញុំជា fan រឿងកុនម្នាក់គឺខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលឃើញខ្សែភាពយន្តរបស់ខ្មែរយើងផលិតចេញមកមានគុណភាពល្អអញ្ចឹងទី1ខ្ញុំចង់ទៅសើដល់ផលិតករនិងអរគុណគាត់ដែលបានផលិតកុនចេញមកបានល្អទាំង graphic ទាំងសលេងទាំងអីយើងមើលទៅអត់មានអារម្មណ៍ថាទៅភ្នែកអញ្ចឹងខ្ញុំពិតជាអរគុណដល់ផលិតករនិងក្រុមការងារទាំងអស់ខ្លាំងមែនតើដែលបានខិតខំរៀបចំថតកុនមួយនេះឲ្យមានភាពល្អប្រសើរមកហើយទី2គឺខ្ញុំចង់ទៅសើដល់តួសម្ដែងនៅក្នុងរឿងអ្នកទាំងអស់គ្នាតួទាំងអស់គឺសម្ដែងសមហើយនិយាយចេញមកលក្ខណៈមិនមែនអានប្រូទេគឺយើងនិយាយធម្មតាយើងទូទៅសាមញ្ញអញ្ចឹងណាប៉ុន្តែតួដែលខ្ញុំទៅសើខ្លាំងបំផុតហ្មងគឺតួបងពិសីមួយដែលត្រូវព្រាយនឹងចូលអ្នកទាំងអស់គ្នាគាត់សម្ដែងសមខ្លាំងមែនតើសមឡើងខ្ញុំខ្លាចគាត់ខ្លាំងណានិយាយទៅលក្ខណៈថាគាត់គ្រាន់អត់តន់ខ្មោចចូលគាត់គ្រាន់តែឈឺមើលធម្មតាឆ្វេងស្ដាំក៏ខ្ញុំខ្លាចតែដែរដល់ពេលខ្មោចចូលនោះគឺខ្លាចហើយដល់អាវៈគាត់លោកបថៅកាប់ទ្វារហ្នឹងអ្នកអរគ្នាខ្ញុំឡើងអូយបាសជងហើយខ្ញុំឡើងខ្ទប់ជាមើលមកខ្ញុំខ្លាចមែនតើណាអ្នកអរគ្នានិយាយទៅបងប្អូនដែលបានទៅទស្សនាខ្សែភាពយន្តរឿងភ្លើងឆេះក្លឹបក្រោមដីហ្នឹងហើយអាច comment មតិយោបល់របស់បងប្អូននិងចំណាប់អារម្មណ៍របស់បងប្អូននៅ comment ខាងក្រោមបានថាមិនខ្ញុំមកឈុតទាំងអស់គឺខ្ញុំខ្លាចឈុតក្នុងខ្លាំងយូរខ្ញុំខ្លាចខ្លាំងមែនតើហ្មងណាខ្លាចរបៀបចង់ពីចុងជើងដល់ចុងសក់ហ្មងអូយតួអង្គផ្សេងទៀតជាពិសេសគឺតួអង្គម៉ាក់របស់បងប្រុសនឹងដែលគាត់និយាយទៅគាត់ប្រកែដាក់អារម្មណ៍គាត់យំឡើងខ្ញុំហូរទឹកភ្នែកតាមរឿងណាអ្នកនរគ្នាអញ្ចឹងក្រៅពីតួអង្គផ្សេងតួអង្គរបស់គាត់ទាំងពីរគឺមានតួអង្គផ្សេងជាច្រើនទៀតដែលសម្ដែងចូលគ្នាទៅគឺលេងចូលរឿងសាច់រឿងលេងចូលគ្នាបានល្អខ្លាំងមែនតើដែលយើងមើលហើយយើងឡើងចង់យំអញ្ចឹងណាអ្នកនរគ្នាហើយទី3ខ្ញុំចង់និយាយពីសាច់រឿងម្ដងអញ្ចឹងដោយសារតែកុននេះថតជាប្រភេទបែបដូចសាច់រឿងឯកសារអញ្ចឹងសាច់រឿងទាំងអស់គឺសុទ្ធតែបងប្អូនបានដឹងបន្តិចតាមបណ្ដាញសង្គមហើយអញ្ចឹងនៅពេលដែលគេយកមកផលិតជាកុនគឺគេក៏ដោបសាច់រឿងទាំងមូលហើយបន្ថែមឈុតឆាកដែលយើងអត់បានដឹងនៅ behind the scene រឿងមិនចឹងទៀតដោយសារតែក្រុមការងារគាត់យកទៅស្រាវជ្រាវបន្ថែមអញ្ចឹងធ្វើឲ្យយើងបានដឹងរឿងកាន់តែច្រើនសម្រាប់ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តស្ដាប់រឿងខ្មោចខ្លាំងមែនតើណាអ្នកនរគ្នាអញ្ចឹងតាំងពីដំបូងមកកាលពីភ្លើងឆេះក្លឹបដំបូងហ្នឹងគឺឃើញព័ត៌មានដែលលោតនៅក្នុងបណ្ដាញសង្គមថាមានភ្លើងឆេះក្លឹបនៅសៀមរាបឡើងនេះចាមានមនុស្សបាត់បង់ជីវិតមានអីខ្ញុំក៏សោកស្ដាយមែនតើហើយពេលហ្នឹងខ្ញុំក៏កំពុងនៅសៀមរាបដែរអញ្ចឹងតមកទៀតក៏ចាប់ដើមរៀបចំឃើញផុសក្នុង TikTok អ្នកនរគ្នាតាក់ទងជាមួយនឹងមង្គលការម៉ានីកាំងអ្នកនរគ្នាចាំបានអាការនឹងក្ល្បីខ្លាំងមែនតើមង្គលការម៉ានីកាំងហ្នឹងនិយាយដល់មង្គលការម៉ានីកាំងខ້ອຍខ្នងខ្ញុំក៏ម៉ានីកាំងដែរអ្នកនរគ្នាតែពិតខ្ញុំលោកកាអាក៏អញ្ចឹងទៅអត់អីទេម៉ានីកាំងផ្សេងគ្នានេះខ្ញុំអត់សូវខ្លាចទេព្រោះម៉ានីកាំងក្នុងរឿងនោះខ្ញុំខ្លាចមកមានមុខមានអីហ៎តពីមង្គលការម៉ានីកាំងអីនោះមកម្លងស្ងាត់ចប់យូរហើយរហូតហើយខ្ញុំជួយអ្នកគ្នាខ្ញុំអត់ដឹងណាគេដូចខ្ញុំខ្លះគឺខ្លាចខ្មោចខ្លាំងមែនតើប៉ុន្តែចូលចិត្តស្ដាប់រឿងខ្មោចខ្ញុំស្ដាប់រហូតហើយកម្មវិធីបបងអធិការទាំងតុកភ្លើ background ទាំងអីតែខ្ញុំស្ដាប់ទៅដល់កម្មវិធីខ្មោចមានពិតឬការពិតមានខ្មោចដែលគាត់ជាពិធីកងមួយបងយ៉ារីណហើយពេលហ្នឹងក៏មានបងស្រីគាត់ខលចូលបងស្រីហ្នឹងក៏គាត់អាសាចែកម្លែករឿងនៅក្នុងកម្មវិធីដែលខ្ញុំមើលប៉ះរឿងគាត់ល្អច្រើនណាគាត់ចែកម្លែកតាក់ទងជាមួយនឹងរឿងភ្លើងឆេះក្លឹបនៅខេត្តសៀមរាបហ្នឹងអញ្ចឹងទៅរបៀបយើងបានដឹងព្រឹត្តិការណ៍ដែលបានកាត់ឡើងហ្នឹងហើយដល់ពេលយើងមកស្ដាប់គាត់ទៀតទៅវាលក្ខណៈធ្វើឲ្យសាច់រឿងហ្នឹងយើង remind មកវិញទាំងអស់ហើយពេលដែលខ្ញុំស្ដាប់គាត់ហើយខ្ញុំទៅ search មើលទៅខ្ញុំឃើញវីដេអូការម៉ានីកាំងនេះហើយរឿងមានអារម្មណ៍ថា Oh my god អ្នកនរគ្នារន្ធត់តែនៅពេលហ្នឹងយើងមើលរន្ធត់ចប់ណាឥឡូវហ្នឹងខ្មោចមានព្រឹត្តិការណ៍ពិតមានខ្មោចហ្នឹងចប់ season ហើយខ្ញុំមិនដឹងកាលណាមកវិញទេពងចាំមើលដែរអញ្ចឹងសាប់តានៅសុកផ្ទុះចេញរឿងកុនមកនេះអ្នកនរគ្នាក្នុងនាមយើងជាអ្នកចូលចិត្តហើយយើងតាមដានសាច់រឿងហ្នឹងតាំងពីដើមរឿងអីដែលយើងមិនទៅមើលអញ្ចឹងនៅពេលដែលខ្ញុំទៅអង្គុយមើលពឹបខ្ញុំឃើញគុណភាពសាច់រឿងចេញមកបានល្អអញ្ចឹងក្នុងនាមជា fan រឿងកុនខ្ញុំចង់ប្រាប់អ្នកនរគ្នាថា
ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញកុនខ្មែរក៏ដូចជាខ្សែភាពយន្តខ្មែរថតបានល្អអញ្ចឹងណាខ្ញុំចាំតែគាំទ្រទេអ្នកនរគ្នាហើយខ្ញុំសង្ឃឹមថានៅកុនក្រោយៗគឺនឹងមានគុណភាពល្អៗបែបអញ្ចឹងមកបន្ថែមទៀតអញ្ចឹងចំពោះសាច់រឿងខ្ញុំថ្ងៃហ្នឹងគឺខ្ញុំចង់ចែករំលែកបងប្អូនតែប៉ុណ្្នឹងឯងហើយជាចុងក្រោយខ្ញុំពិតជាសូមចូលរួមសោកស្ដាយទៅកាន់ក្រុមគ្រួសារសាច់ញាតិទាំងអស់ដែលបានមានបញ្ហាប៉ះពាល់ចំពោះហេតុការណ៍ភ្លើងឆេះក្លឹបមួយហ្នឹងហើយទី2ខ្ញុំក៏ចង់សំណូមពរសម្រាប់បងប្អូនដែលមិនទាន់បានទៅទស្សនាកុនរឿងភ្លើងឆេះក្លឹបក្រោមដីហ្នឹងទេក៏អាចទៅទស្សនាបានដោយសារសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺរឿងនេះគឺខ្ញុំមើលអត់ស្ដាយលុយទេអ្នកទាំងអស់គ្នាហើយខ្ញុំចង់ឲ្យមានកុនប្រភេទហ្នឹងមកកាន់តែច្រើនទៀតអញ្ចឹងបងប្អូនដែលអត់ទាន់បានទៅមើលគឺអញ្ជើញទៅមើលទៅខ្ញុំគិតថាអាចនឹងក្នុងនាមជាអ្នកចូលចិត្តមើលកុនប្រហែលជាស្តៀងគ្នាទេដែលយើងចូលចិត្តគឺបងប្អូនអត់ខកម្ដងទេក្នុងការចាយលុយទៅមើលកុនមួយហ្នឹងហើយជាពិសេសសម្រាប់បងប្អូនដែលបានទៅទស្សនារឿងកុនហ្នឹងហើយបងប្អូនអាចចូល comment អំពីចំណាប់អារម្មណ៍របស់បងប្អូននៅខាងក្រោម comment បានតាក់ទងជាមួយនឹងសាច់រឿងឬមួយក៏អារម្មណ៍របស់បងប្អូននៅពេលដែលបានទស្សនារឿងហ្នឹងហើយណាសម្រាប់ខ្ញុំវិញខ្ញុំមានអារម្មណ៍ថារៀងសោកសៅហើយក៏សោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើងហ្នឹងហើយខ្ញុំក៏មានអារម្មណ៍ថាខ្ញុំខ្លាចអ្នកនរគ្នាអូនមនុស្សខ្ញុំខ្លាចខ្មោចប៉ុន្តែប្រៀបថាចូលចិត្តស្ដាប់រឿងខ្មោចចិត្តមើលរឿងខ្មោចចឹងណាដល់ពេលមើលរឿងនេះគឺខ្ញុំខ្លាចចង់ប្រកាច់ប្រកិនហ្មងប៉ុន្តែអត់អីទេខ្ញុំនៅតែទៅមើលទៀតបើសិនជាមានកុនរឿងខ្មែរផលិតនៅពេលក្រោយទៀតហើយសម្រាប់សាច់រឿងបងប្អូនក៏អាច rate បាននៅក្នុង comment ដែរហើយដើម្បីមានមតិកាយយោបល់ផ្សេងៗបងប្អូនក៏អាចត្រាប់ក្នុង comment ដែរខ្ញុំជឿជាក់ថាបងមានផលិតករគាត់ចូលមើល comment ហើយគាត់អាចនឹងកែប្រែសម្រាប់រឿងក្រោយៗទៀតឲ្យកាន់តែល្អអញ្ចឹងណាតែបើសម្រាប់ខ្ញុំសុំអត់ rate សាច់រឿងទេអ្នកនរគ្នាព្រោះខ្ញុំអត់មនុស្សខ្ញុំពីដើមមកគឺអត់ដែល rate រសជាតិ rate សាច់រឿង rate អីគឺអត់ទេប៉ុន្តែបើថាល្អមើលចូលចិត្តខ្ញុំនឹងប្រាប់ថាចូលចិត្តបើសិនជាខ្ញុំអត់ចូលចិត្តវីដេអូនេះគឺអត់បានចេញទេអ្នកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងក៏អរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ